បងប្អូននេះជាកៅយិត្តថ្មីដែលមកពីជប៉ុនទៅដល់ទេនេះមកសេតហ្នឹងថ្មីទាំងអស់មកបើក unboxing ជូនវាមាន plansware សម្រាប់មើលទិសដៅរបស់កាយក៏ភពណាមួយឬក៏ប្រច័ណ្ឌហើយនេះគ្រឿងនៅក្នុងហ្នឹងគ្រឿងនេះឡែន30គុណនេះ40គុណហើយនេះ20គុណក្នុងមួយសេតវាហ្នឹងវាមាន3មាន20 30 40គុណនេះទូវានេះជើងតម្រ tripod ហើយនេះជាសភៅណែនាំរបៀបដំឡើងរបៀបប្រើមានក្នុងទាំងអស់ហើយមើលប្រច័ណ្ឌឬក៏មើលអីមើលអាគារក៏បានដែរយើងប្រើឡេនត្រង់នេះវាមក Moon Jupiter Saturn Mars Venus ខ្ញុំតម្លើងរៀបចំតម្លើងជូនឲ្យមើលវិញជើងតម្រមួយយ៉ាងមកដាក់ចេះវាហើយចំណុចពិសេសរបស់វាគឺមានត្រីវិស័យលើនឹងបង្ហាញទិសជើងត្បូងលេខកើត SWNE ហើយនេះឡែនសម្រាប់ដាក់សូកន្លែងនេះដោះនេះចេញមកហើយនេះមកញាប់ចូលមកហើយយើងមូលឲ្យតាំងវិញមកវិចទុកវាជាប់នៅហ្នឹងណាទុកវារបស់វាហើយឡែនបើយើងចង់មើលចិត្តមើលឆ្ងាយវាមាន20គុណមិនថាចម្ងាយទាញមក20ដងអានេះ30ដងមួយនេះ40ដងហើយវិធីបដូរវាយើងគ្រាន់តែបដូរឡែនយើងគ្រាន់មូលកន្លែងនេះមកនេះយើងដកចេញមកណាយើងដូរឲ្យថ្មីមកដាក់20គុណវិញម្ដងមកនេះចូលឲ្យមួរឹតវាឲ្យតាំងបន្តិចមកដើម្បីកុំឲ្យវាជ្រុះណាកុំឲ្យវាជ្រុះហើយនេះជាវិធីដែលមើលយើងត្រូវបើកអានេះកុំមកវាចេញផងដើម្បីឲ្យពលឺវាចូលបែរទៅប្រច័ណ្ឌទៅយើងដើម្បីសេរីមើលអានេះនៅពេលដែលយើង focus ចំប្រច័ណ្ឌហើយយើងសេរីចេះ zoom មើលដើម្បីឲ្យវាមានភាពច្បាស់ឬក៏ចិត្តឆ្ងាយយើងស្រែហ្នឹងណាពេលអញ្ចឹងហើយយើងអាចរេបាននេះរេបានឡើងចុះយើងត្រូវទៅធូរនេះតិចមកណាធូរហើយបើយើងចង់បានប៉ុណ្ណេះយើងរឹតវាបតាំងវិញមករឹតវាបតាំងប៉ុណ្ណឹងមកតាំងប៉ុណ្ណឹងមកហើយយើងវិលវាបានបងប្អូនមកក្រុមថ្មីមកថ្មីស្អាតអានេះសម្រាប់មើលទីតាំងរបស់ផ្កាយឬភពពេលវេលា
មានផងហ្នឹងយើងប្រព័ន្ធផ្កាយវាយើងប្រវល់វាបាននេះកាយណាឈ្មោះអីប៉ុន្តែជាភាសាជប៉ុនទាំងអស់នេះវាប្រាប់វាប្រើអង្គសាប៉ុន្មានអីប៉ុន្មានដឺក្រេទីប៉ុន្មានវាមានប្រាប់ក្នុងហ្នឹងណានេះលេខសិតតែលេខក្នុងហ្នឹងហើយសភៅណែនាំបុកវាមានសម្ភារៈអីខ្លះក្នុងមួយ set វាហ្នឹងហើយរបៀបភ្ជាប់វាតម្លើងមានក្នុងហ្នឹងទាំងអស់នេះចឹងបងប្អូនអាចតេស្តមើលបាននៅពេលដែលមានព្រះច័ន្ទរះឡើងចឹងយើងអាចមើលឃើញច្បាស់ហើយសម្រាប់ព្រះច័ន្ទបើភពផ្សេងវាត្រូវការអ្នកដែលស្គាល់ទីតាំងភពច្បាស់បានយើងអាចមើលបានណាមានតែប៉ុណ្្នឹងទេវិធីមើលគឺងាយស្រួលវិធីដំឡើងក៏ងាយស្រួលហើយខ្ញុំនឹង review ពី telescope បន្តផ្សេងទៀតអរគុណ